ជំរាបសួរពុកម៉ែបងប្អូនអ្នកស្ដាប់ព្រេងនិទានខ្មែរទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព្រេងនិទានមួយទៀតហើយដើម្បីយកមកឲ្យបងប្អូនស្ដាប់ហើយសាច់រឿងនោះមានចំណងជើងថាបុរសពីរនាក់ដណ្ដើមគ្នាដេកកណ្ដាលហើយចង់ដឹងសាច់រឿងនោះមានខ្លឹមសារយ៉ាងដូចម្តេចខ្លះយើងទៅស្ដាប់រឿងពេញទាំងអស់គ្នាកាលពីព្រៃនាយមានបុរសពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមុខមិនរួចក៏បបួលគ្នាដេកនៅក្នុងព្រៃនឹងអ្នកទាំងពីរនាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្ដាលបុរសទាំងពីរនាក់គិតគ្នាថាបើដូច្នេះយើងដេកយកជើងទល់គ្នាទៅហើយបុរសទាំងពីរនាក់នោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានសត្វខ្លាមកឃើញបុរសទាំងពីរដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមើលមិនដឹងថាជាសត្វអ្វីវែងដូច្នេះសត្វខ្លាឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមាសរមាំងក្តាន់ប្រើសចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកណាស្គាល់សត្វនេះទៅពួកយើងបបួលគ្នាមកមើលសត្វនេះគ្រប់សត្វអស់ហើយនៅតែមិនស្គាល់តើមាននៅសត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅក៏ឃើញនៅសល់សត្វទន្សាយពុំបានមកមើលមួយទៀតឮថាសត្វទន្សាយនោះល្បីមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនៀមទម្លាប់ច្រើនដូច្នេះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទៅបានមកត្បិតបងទន្សាយបើមាននរណាទៅពឹងខ្លួនគាត់ប្រកាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយក៏ឲ្យដំរីទៅអញ្ជើញសត្វទន្សាយដំរីក៏ទៅឃើញសត្វទន្សាយអង្គុយនៅលើដំបូកមួយទន្សាយឃើញដំរីដើរងោកមកពីនាយក៏សួរថាបងដំរីហេតុអីបានជាបងដើរលឿនម្ល៉េះដំរីឆ្លើយបងទន្សាយត្បិតមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើលក្រែងបងទន្សាយឯងស្គាល់សត្វនោះឯទន្សាយឮដូច្នេះហើយសួរថាសត្វនោះដូចម្ដេចធំឬតូចវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទន្សាយឮដូច្នេះឆ្លើយឡើងថាអោបើដូច្នេះបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នេះហើយដើរចូលទៅអោនក្បាលឲ្យទន្សាយជិះពីលើក្បាលទន្សាយធ្វើជាក្អេងក្អាងលុះទៅដល់ហើយចុះពីលើក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បត្តិថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាអ្នកបម្រើព្រះឥន្ទលោកប្រើឲ្យខ្ញុំយកសម្បត្តិនេះមកហើយទន្សាយលើកឡើងដំបូងធ្វើជាអានសម្បត្តិថាសត្វនេះព្រះឥន្ទលោកប្រើមកឈ្មោះសត្វយោគីយោគាយកទាំងអស់គ្នាយកទាំងអញយកទាំងឯងអស់សត្វឮទន្សាយមើលសម្បត្តិថាព្រះឥន្ទឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោលជន់គ្នាស្លាប់បាក់ដៃបាក់ជើងពាសពេញស្រែកលាន់ពេញព្រៃមនុស្សទាំងពីរនោះដឹងថាសត្វទាំងនោះផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នេះក្រោកឡើងលើកដៃសំពះសត្វទន្សាយបងទន្សាយមានគុណនឹងយើងខ្លាំងណាស់ប្រសិនបើជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងនោះទេនោះសំខ្លាវានឹងខំស៊ីយើងជាចំណីបាត់ទៅហើយបងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបានហើយឯមនុស្សទាំងពីរ
មើលទៅឃើញអស់សត្វជាន់គ្នាស្លាប់ពីពេញព្រៃក៏បបួលគ្នាយកសាច់រែកទាំងពីរនាក់ទៅដើរបន្តទៀតឃើញខ្លាសង្គមមួយដំរីជាន់បាក់ជើងដើរបានតិចតិចក៏បបួលគ្នាយកខ្សែចងដឹកយកទៅលុះដើរទៅដល់បន្តិចជួបនឹងអ្នកបរទេះគោឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នេះក៏បញ្ឈប់ប្រទេសសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្លេះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញខំត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសត្វមកមិនដែលស្ងួតឆ្នាំងដល់ពួកខ្ញុំទេក្រែងតែគ្មានសត្វបើព្រៃឯណាមានសត្វហើយមិនដែលរួចពីប្រញាំដៃឆ្កែប្រដេញខ្ញុំនេះឡើយឲ្យតែវាឃើញស្នាមជើងនោះសង្ឃឹមថាបានឲ្យលាងឆ្នាំងចាំឲ្យហើយទៅមុខជានឹងបានមិនខានឡើយឯអ្នកបរទេះគោឮអ្នកនោះនិយាយអួតប្រាប់ដូច្នេះហេតុតែមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសង្គមនោះគិតថាជាស្កែមែនតែនហើយនិយាយអង្វរលួមលោមថាបើដូច្នេះអ្នកអាណិតខ្ញុំផងសុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់អ្នករែកសត្វឆ្លើយថាបើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅផ្ទះខ្ញុំសមនឹងស្ងួតស្នាំងហើយរកអ្វីស៊ីគ្មានទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដងបើមិននិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេបើអ្នកចង់ទិញតើអ្នកឲ្យតម្លៃប៉ុន្មានអ្នកបរទេសគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបធឹមមិនបានដែរត្បិតបមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បានលុះមួយថ្ងៃឲ្យទឹកផឹកតែម្ដងតែល្បឿនរបស់វាមិនមានគោមួយណាអាចប្រៀបធៀបជាមួយនឹងវាបានទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកទៅដេញសត្វនៅឯស្រុកខ្ញុំសុំដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងត្រដោកខ្សែទៀមខ្សែចង្កោមគ្រប់ប្រដាប់ស្រាប់តែឡើងជិះបរតែម្ដងខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញអ្នករែកសត្វឮអ្នកបរទេសថាដូរជាមួយគោមួយនឹមនិងគ្រប់ប្រដាប់ស្រាប់តែឡើងបក៏នឹកអក្នុងចិត្តណាស់ដោយសាររែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តចង់ដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកចុះប៉ុន្តែអ្នកត្រូវតែថ្នាក់ថ្នមវាកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ក៏បានឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសង្គមបំបាក់ជើងទៅបន្តិចម្ដងឲ្យសាច់ទៅខ្លាស៊ីជារឿយខ្លានោះបានសាច់ស៊ីមានកម្លាំងក៏ក្រាញមិនចង់ទៅត្រាតែដាច់ខ្សែហើយដើរចូលព្រៃបាត់ទៅអ្នកនោះដឹងថាខ្លាបោលចូលទៅព្រៃហើយក៏រត់ទៅតាមចាប់ហើយហៅថាបឹសអាឃ្លីបឯងបោលទៅណាខ្លាឃើញមនុស្សនៅចិត្តបែរមកគំរាមធ្វើក្រហមដាក់មនុស្សនោះអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នេះក៏ថយមកក្រោយវិញមិនហ៊ានទៅតាមទៅទៀតប៉ុន្តែនឹកស្ដាយថាមើលទៅរទេះបរទៅបាត់ហើយមិនដឹងទៅដល់ណាទេអ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏គ្នា
ដាក់អម្រែកលើរទេះឡើងជិះទាំងពីរនាក់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដល់ខ្លាបោលទៅក្នុងព្រៃបាត់ទៅក៏នឹកសោកស្ដាយថាមិនដឹងគិតធ្វើដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញបាត់ទៅហើយក្នុងសាច់រឿងនេះមានពាក្យចាស់ពោលថាយកហេះទៅដូរនឹងហោះហើយសាច់រឿងរបស់យើងបាននិទានចប់បងប្អូនគិតយ៉ាងណាដែរបើសិនជាបងប្អូនចូលចិត្តព្រេងនិទានខ្មែរមួយនេះសូមជួយ Subscribe និង Like ដើម្បីទទួលបាននៅព្រេងនិទានថ្មីៗបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ